នៅក្រមបំរាប់គួរចោមិនអនុញ្ញាតឲ្យមនុស្សចាក់ចេញពីផ្ទះឬធ្វើដំណើរទៅណាមកណានោះទេអាណាចក្រទឹកដោះគោចំហុយគុណផ្សំពីម៉ាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បានលោកនាយករដ្ឋមន្ត្រីដាបឃើញពួកយើងគាត់នឹងដេញពួកយើងចេញពីអាណាចក្រចំហុយគុណហើយពួកយើងគ្រាន់តែចង់ជួយពួកយើងមិនអាចឈរនៅមួយកន្លែងបានទេអាយ៉ាអើយមិនបានជាបងឈប់អញ្ចឹងកុំមកមើលនោះទេដូចជាមនុស្សយន្តឲ្យវាប្រហារព្រំដែនតែបងគិតថានីតិនេះគួរឲ្យសង្ស័យណាអាលៀនឡើងយើងត្រូវដឹកចំហុយចេញពីទីនេះទាំងអស់យប់នេះអេម្នាក់នោះដូចជាធ្លាប់ស្គាល់មិនខុសទេម្នាក់នោះជាខូឡូគេឃើញយើងហើយធ្វើយ៉ាងម៉េចទៅពួកឯងឆាប់ទៅពិនិត្យមើលត្រង់នោះភ្លាមទៅបានហើយចេញដំណើរសំណាងល្អខ្ញុំមានលបែងគុំរូបសុភគុណតើពួកយើងចូលទីនេះដោយរបៀបណាទៅខ្ញុំមានវិធីមួយ គុណលបែងគុំរូបសុភគុណប្រកបដោយការច្នៃប្រឌិតប្រែកាឡាទៅជាឡានឃុំចំហុយគុណភ្លាមតើនេះជាអ្វីទៅខ្ញុំក៏មិនដឹងដែរបងមានវិធីមួយបើខ្លាំងដេញចាប់ខ្ញុំមកមានអ្នកឆ្លៀនពៀនចាប់ផ្ដើមទៅស៊ីត្រាវកូនលបែងគុំរូបសុភគុណប្រកបដោយការច្នៃប្រឌិតប្រែកាឡាដែលជាការផ្លិតតកភ្លាមអីយ៉ាហេចាប់ខ្ញុំប្រើនាឡិកាគុណដើម្បីគ្រប់គ្រងមនុស្សយន្តនេះមនុស្សយន្តទទួលបញ្ជាប្រាប់មកតើទីនេះជាអ្វីទីនេះគឺជាកន្លែងដែលដុំចំហុយសំណាងគុណត្រូវបានវេចខ្ចប់ក្រែងថាចំហុយគុណនោះវាយត្រូវបានយាមកាមយ៉ាងតឹងរឹងនៅក្នុងរាជវាំងទាំងនេះគឺជាបំណែកនៃចំហុយដែលបានលួចពីទីនោះហើយលោកដាប់ខុបខិតជាមួយនឹងពួកមនុស្សអាក្រក់ដើម្បីដណ្ដើមយកអាណាចក្រទឹកដោះគោចំហុយគុណហើយនេះហើយបានជាគាត់លួចដុំថ្មចំហុយសំណាងគុណយើងត្រូវបញ្ញាប់ត្រឡប់ទៅវិញយករឿងនេះប្រាប់ប៉ាម៉ាក់របស់យើងនឹងស្ដេចសុភគុណលបែងផ្គុំរូបសុភគុណប្រកបដោយការច្នៃប្រឌិតប្រែកាឡាទៅជាយន្តហោះភ្លាមអោព្រះហើយអាណាចក្រទឹកដោះគោចំហុយគុណខ្ទេចខ្ទីអស់ហើយមិនបានជាអាណាចក្រទឹកដោះគោចំហុយគុណដ៏ស្រស់ស្អាតប្រែក្លាយជាបែបនេះទៅវិញប៉ាម៉ាក់លោកដេបក្បត់ហើយគាត់ខុបខិតជាមួយមនុស្សអាក្រក់អធិការបតីដើមទៅហើយគឺខ្ញុំតាមបាញ់មិញពួកឯងនិយាយថាម៉េចខុបខិតទេនិយាយម្ដងទៀតទៅមើលហេរត់ទៅចៅទាំងពីរពិតជារំភើបណាស់គ្រួសារដ៏គួរឲ្យស្រឡាញ់ឯងមិនអាចមើលថែខ្លួនឯងបានផងមកបារម្ភពីចៅទៀតខ្ញុំទុកចិត្តឯងខុសហើយប្រាប់មកមិនបានជាឯងធ្វើអញ្ចឹងឯងមិននឹកស្មានថាមានថ្ងៃនេះទេមែនទេស្ដេចសុភគុណឯងទ្រង់ខ្សោយពេកហើយឯងគ្មានសមត្ថភាពដឹកនាំអាណាចក្រទឹកដោះគោចំហុយគុណទីទុកឲ្យយើងជាអ្នកដឹកនាំអាណាចក្រចាហួយលក្ខីគុណនេះវិញឯងនិយាយខុសហើយចាហួយសំណាងគុណមិនមែនជារបស់អ្នកណាម្នាក់ទេរឿងនេះទុកឲ្យយើងជាអ្នកដោះស្រាយចាប់ពីពេលនេះតទៅយើងនឹងលក់ទៅឲ្យភពផ្សេងដើម្បីដោះដូរជាមួយនឹងបច្ចេកវិទ្យាទំនើបនិងបង្កើតភាពល្អិតគុណជេលីដ៏ទំនើបពួកឯងស្ដាប់បញ្ជាយើងឆាប់ស្រូបយកថ្មធម្មពលគុណហើយកុំតិចអាណាចក្រថ្មគុណឲ្យយើងភ្លាមឈប់សិនក្រែងពួកឯងសន្យាថានឹងជួយយើងសាងសង់អាណាចក្រនេះឡើងវិញពិតជាល្ងងមែនយើងសូមប្រាប់ថាពួកយើងជាតែបំផ្លាញតែប៉ុណ្ណោះមិនមែនបង្កើតនោះទេអធិការបតីដើម
បើមិនកំទេចភពដ៏ស្រស់ស្អាតមួយនេះទេពិតជាគួរសោកស្ដាយណាស់ហើយបើសិនភពរបស់ឯងនៅមាននោះវានឹងមានគ្រោះថ្នាក់សម្រាប់សម្ព័ន្ធភាពមនុស្សអាក្រក់របស់យើង កូនទាំងពីរចេញពីទីនេះទៅ ទុកឲ្យប៉ាម៉ាក់ការពារទីនេះ យើ